នេះហើយជាជីវិតអ្នកដេកតាមចការដកដលងស៊ីតោនគឺវាមិនស្រួលទេតម្រាំតែបានលុយគេបងប្អូនតែវាក៏គ្រាន់ជាងអ្នកដេកផ្ទះអត់ធ្វើការងារអីដែរទោះបីជាបានតិចបានច្រើនតែនេះគឺជាការតស៊ូរបស់ពួកយើងដែរហើយនេះគឺជាវីដេអូតពីវីដេអូមុនដែលពួកយើងបានទៅដេកនៅចការអញ្ចឹងណាបងប្អូនហើយពីពួកយើងបានឡើងដលងហើយគ្នាយើងក៏បានយកទៅលក់ហើយពួកយើងនៅចការនេះក៏អត់បាននៅស្ងៀមដែរក៏បានសេរីកន្លែងចងតង់ចងអីដើម្បីចឹងសម្រាប់អញ្ចឹងណាហើយយើងចងកន្លែងចងអីហើយក៏បានខ្ចីម៉ូតូម្ចាស់គេដើម្បីយកទៅទិញម្ហូបភេសជ្ជៈអីផ្សេងដែលយើងត្រូវការចាំបាច់អញ្ចឹងទៅព្រោះអីទៅយកប្រឡប់នៅស្រុកគេយើងអត់ដឹងទៅពឹងអ្នកណាទេហើយនៅល្ងាចនោះដែរយើងបានធ្វើម្ហូបហូបបាយជុំគ្នាហើយក៏បានចោះដកមកប្រាទៀតចោះដកហើយយើងដែរចាប់អំពិលព្រៃចាប់អីចឹងទៅយប់ឡើងហែវក៏ឆុងមីហូបទៀតបងប្អូនហើយនិយាយរួមទៅធីមខ្ញុំគេមិនហៅហូបទេគេហៅថាកតានតុងហើយនៅពេលយប់ឡើងម៉ោង10ជាងបងប្អូនគឺអត់ដេកទេអ្នកខ្លះទៅក៏ញ៉ែស្រីអ្នកខ្លះទៅក៏មើលរឿងអីផ្សេងដោយសារតែយើងផ្លែកកន្លែងផងហើយនៅមួយមូសផងហើយនៅមួយក្តៅផងគឺយើងពិបាកមែនហើយបន្ទាប់ពីដេកបានមួយសលេតហើយម៉ោង3កន្លះក៏នាំគ្នាដាស់គ្នាបងប្អូនហើយដោយសារយើងទៅក្រៅទៅដកទៀតអញ្ចឹងហើយចំណែកនៃខ្ញុំនេះវិញគឺខាងចុងភៅបងប្អូនគេឲ្យធ្វើចុងភៅឲ្យធ្វើម្ហូបធ្វើបាយលាងចានធ្វើអីផ្សេងអញ្ចឹងទៅមនុស្សខ្លាចខ្មោចផងទៅឲ្យទុកគ្នានៅតែឯងទៀតបងប្អូនហើយឥឡូវនេះព្រឹកថ្ងៃទី2យើងបានទៅចូលភូមិទៀតហើយចូលភូមិយើងបានទិញភេសជ្ជៈទិញបន្លែទិញអីយើងមកធ្វើម្ហូបធ្វើអីទៀតអញ្ចឹងណាបងប្អូនរួមទៅខ្ញុំបានអូនមួយបានគ្រាន់ជួយដប់ជួយអីយើងនិយាយទៅអាសាមែនតើអូនណាដល់ពេលយើងបានទិញម្ហូបទិញអីហើយគឺយើងឡើងទៅឡងសិនគឺយើងអត់ទាន់ឡើងទៅធ្វើម្ហូបភ្លាមទេហើយខ្ញុំមកចការឃើញមើមនេះមួយគាត់បើជាងគេអញ្ចឹងណាបងប្អូនហើយកំពុងតែអង្គុយសម្រាកយ៉ាងបាត់ហត់ពេលដកដលងស្រាប់តែប្អូនខ្ញុំនោះគេថាបងអើយឃើញពស់ដល់ពស់ស្អីទីកាឡាលឿងរៀងកម្ៅទៅគេស្មានសាំងសឿអញ្ចឹងណាក៏នាំគ្នាទៅហើមើលអញ្ចឹងណាបងប្អូនក៏លោបានឆ្នាំងស្ងោរស្រួលអញ្ចឹងណាបងប្អូនប៉ុន្តែរំពឹងលើសពេកអត់បានទេបងប្អូននេះរហូតឡើងហត់ឡើងធ្លាក់តាបន្ទាប់ពីទៅហើវាយពស់អត់បានហើយក៏បានមកធ្វើម្ហូបធ្វើអីវិញទៅហើយគ្នាខ្ញុំអ្នកណាឡើងដលងក៏ឡើងទៅអ្នកណាទៅលក់ក៏លក់ទៅអ្នកណាដកក៏ដកទៅហើយនេះគឺជាម្ហូបថ្ងៃត្រង់របស់យើងគឺមានឆាស្ពៃចកាជៀនពងទាជាមួយសាច់ពៅហើយនិងសាច់ក្រកបងប្អូនទាំងអស់គ្នាគឺយើងបាន3មុខដែរប៉ុន្តែដូចខ្ញុំនិយាយប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងមានប្រមាណក៏អត់គ្រាន់ដែរព្រោះក្រុមខ្ញុំគឺមិនមែនហូបទេគឺកតានតងតែម្ដងមិននិយាយលេងណាបងប្អូនគឺនិយាយមែនគឺដាក់ប្រមាណក៏មិនសល់ដែរនិយាយរួមទៅថាអញ្ចឹងក៏យ៉ាប់ដែរដោយសារតែយើងធ្វើការហត់ហើយយើងអត់នឹងងុយទៀតបើមិនយើងហត់បានទេគឺចប់ហើយឥឡូវសមាជិកយើងថែមមកម្នាក់ទៀតហើយថែមមកកលេធងទៀតដែរបងប្អូនហើយថ្ងៃទី2នេះគឺយើងចាប់ផ្ដើមដឹកទៀតហើយបងប្អូនគឺបាន5ដឹកហើយក្រុមខ្ញុំដកបានតែ2ថ្ងៃហ្នឹងទេគឺរត់ចោលចការហើយមិនមែនពួកខ្ញុំរត់ចោលទេព្រោះម្ចាស់គេនិយាយថាដកបានក៏ដកមិនបានក៏ទៅផ្ទះទៅរួមទៅគឺខ្ញុំបានជួលរបស់ពិតហើយបងប្អូនហើយធីមខ្ញុំកំពុងតែជំនុំគ្នាខ្ញុំថាមានគេតាក់ទងមកទៀតហើយគឺនៅចិត្តនឹងដែរហើយនៅមួយគេឲ្យថ្លៃដែរពួកយើងក៏បានសម្រេចចិត្តថាពួកយើងនឹងចេញទៅមកគឺយើងអត់នៅចាំយូរទេហើយគឺយើងបានមកដេកនឹងចេញតែបងប្អូនគឺសូមម្ចាស់ចេញសម្រាប់នៅកន្លែងចេញត្រង់ដលងហ្មងបងប្អូន